រកបានហើយថ្នាំព្យាបាលជំងឺឈាមសស៊ីឈាមក្រហមឬជំងឺមហារីកគ្រាប់ឈាមជំងឺនេះមិនលេងសើចទេគឺពិបាកក្នុងការព្យាបាលបើសិនជាពុកម៉ែបងប្អូនព្យាបាលនៅមន្ទីរពេទ្យលេបថ្នាំបញ្ជាអស់លទ្ធភាពហើយនោះអាចមកសាកល្បងតាមវិធីបែបបុរាណខ្មែរនេះបានតាមគេហទំព័រ Facebook មួយដែលមានឈ្មោះថាមហាមង្គលបានចែករំលែកចឹងយើងមកដឹងពីគ្រឿងផ្សំនៃការព្យាបាលទាំងអស់គ្នាមួយយើងត្រូវការស្លឹកប្រទាលក្រុងសម្រិតនិងស្លឹកដំឡូងឈាមមាន់វិធីប្រើនិងការព្យាបាលបេះស្លឹកប្រទាលក្រុងសម្រិត3សន្លឹកធំបេះស្លឹកដំឡូងឈាមមាន់ដាក់ម្ដង3សន្លឹកហើយដាក់ចូលក្នុងចានច្របាច់ជីវាឲ្យបែកចូលគ្នាឬក៏យកទៅបុកក៏បានហើយបន្ទាប់មកច្រោះយកទឹករបស់វាទួទានមួយថ្ងៃ2ដងព្រឹកម្ដងល្ងាចម្ដងក្រោយបាយស្បុកខាងលើក៏បានបញ្ជាក់ប្រាប់ថាយ៉ាងយូរអី3សប្ដាហ៍បានធូរស្រាលហើយនោះដែរក៏ត្រូវការដំណំដូចជាតមខ្ទឹមសត្រប់និងសត្វអត់ស្រកាអន្ទង់ការណែនាំពេលបេះសូមពោលពាក្យថាសូមលោកគ្រូពេជ្រស្ដេចថ្នាំសូមជួយព្យាបាលរោគខ្ញុំផងឲ្យជាសះស្បើយផងបញ្ជាក់អ្នកដែលជាហើយសូមជួយចែករំលែកផងដោយមេត្តាចិត្តពីខ្ញុំស្រង់ពីមហាមង្គលបើពុកម៉ែបងប្អូនមានបញ្ហាជំងឺដូចខាងលើនេះធ្លាប់ព្យាបាលលេបថ្នាំអស់លទ្ធភាពហើយនោះអាចមកសាកល្បងតាមវិធីនេះបានបើអ្នកមិនមានជំរឿផ្សេងនៅវីដេអូបន្ទាប់ខ្ញុំនឹងចែករំលែកមួយរបៀបទៀតនៃការព្យាបាលជំងឺឈាមសស៊ីឈាមក្រហមឬមហារីកគ្រាប់ឈាមនេះហើយវិធីមួយទៀតក៏ទទួលបានលទ្ធផលល្អដែរចែករំលែកប្រាប់តៗគ្នាផង share ទុកមើលពេលត្រូវការ follow page សម្រាប់វីដេអូថ្មីអរគុណ